អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាលោកស្រីខួនវិជ្ជការបានថ្លែងថាសម្រាប់ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិហៅបាក់ឌុបសម្រាប់ឆ្នាំ2025នេះគឺប្រកាសក្នុងថ្ងៃតែមួយជាមួយគ្នាតែម្ដងក្នុងគោលបំណងបេក្ខជនទទួលលទ្ធផលព្រមគ្នាការប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅឆ្នាំ2025គឺខុសប្លែកពីរាល់ឆ្នាំដោយឆ្នាំ2025នេះបានកំណត់កាលបរិច្ឆេទនៃការប្រកាសក្នុងថ្ងៃតែមួយនៅទូទាំងប្រទេសដោយពុំមានការបែកចែងការប្រកាសនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលមុននោះទេពលនឹងប្រកាសរួមគ្នាក្នុងថ្ងៃតែមួយគឺនាថ្ងៃទី20ខែកញ្ញាឆ្នាំ2025ខាងមុខលោកស្រីបន្តថាការប្រកាសលទ្ធផលនេះនឹងធ្វើឡើងសម្រាប់បេក្ខជននៅទូទាំងប្រទេសដោយក្រសួងអប់រំនឹងធ្វើការផ្សព្វផ្សាយទាំងនៅក្នុងបណ្ដាញសង្គម Facebook ផ្លូវការរបស់ក្រសួងក៏ដូចជាការបិទផ្សាយនៅតាមមណ្ឌលប្រឡងនានានៅក្នុងទីដែលឲ្យប្អូននៅទូទាំងប្រទេសទទួលបានលទ្ធផលក្នុងថ្ងៃជាមួយគ្នាគោលបំណងនៃការផ្លាស់ប្ដូរពេលវេលានៃការប្រកាសនេះលោកស្រីបញ្ជាក់ថាដោយសារក្រសួងមានបំណងអនុវត្តនិងពិនិត្យឲ្យបានកាន់តែល្អិតល្អន់លើដំណើរការកែវិញ្ញាសាបូកស្រង់និងគូសជាប់ធ្លាក់ជាពិសេសដើម្បីឲ្យបេក្ខជនទទួលបានលទ្ធផលក្នុងពេលជាមួយគ្នាសូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង28សីហា2025មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន145,220នាក់សម្រាប់មណ្ឌលសំណេរមានចំនួនសរុប241មណ្ឌលត្រូវជា5,924បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន72មណ្ឌលត្រូវជាមួយ5,155បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន169មណ្ឌលត្រូវជា4,269បន្ទប់